ជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះលីផានិតហើយសម្រាប់វីដេអូមួយនេះដែរខ្ញុំបង្ហាញអំពីការអាន comment ទៅលើលំហាត់អនុវត្តរបស់យើងដែលលោកគ្រូបានដាក់ឲ្យអញ្ចឹងខ្ញុំសូមទៅបើកGeekbase របស់ខ្ញុំដែលខ្ញុំបានសរសេរ comment នឹងរួចហើយខ្ញុំបាន run វាដែរអញ្ចឹងខ្ញុំសូមចូលទៅការបញ្យល់ comment នឹងរបៀបអានទាំងអស់គ្នាអញ្ចឹងពី A កូមរហូតមកដល់ semi column នេះពេលយើង run ទៅវានឹងបង្ហាញថាពាក្យ system information ជាពណ៌លឿងដែលពណ៌លឿងនេះតំណាងឲ្យ33នេះឯង 33M នេះវានឹងចេញពណ៌លឿងកន្លែងនេះយើងដាក់លក្ខខណ្ឌបើសិនជា user គាត់វាយ keyword ចេញពី keyboard របស់គាត់ computer របស់គាត់ហ្នឹងហើយតែពាក្យថា RAM អញ្ចឹងវានឹងបញ្ចេញទិន្នន័យ RAM លក្ខខណ្ឌpercent របស់យើងលុះត្រាតែទាំងពីរនេះស្មើគ្នាដំណើរការទៅវាបញ្ចេញទិន្នន័យឲ្យបង្ហាញពីទិន្នន័យឲ្យមានន័យថាលុះត្រាតែលក្ខខណ្ឌទី1ដាក់ដំណើរការទៅលក្ខខណ្ឌទី2វាដំណើរការដែរចំណែកvertical bar នេះបើសិនជាខាងមុខវាដំណើរការហើយអញ្ចឹងយើងអត់អាចវាយ keyword បន្តទៀតវាយថា CPU អក្សរធំនឹងឲ្យចេញទិន្នន័យទៀតទេមានន័យថាខាងមុខ RAM នេះដំណើរបើសិនជាយើងវាយ RAM នេះហើយគឺខាងក្រោយគឺអត់អាចដំណើរការបានទេអញ្ចឹងយើងងាយស្រួលស្ដាប់បើសិនជាលក្ខខណ្ឌទី1វាដំណើរការអញ្ចឹងលក្ខខណ្ឌខាងក្រោយទី2នេះគឺមិនដំណើរការទេតែបើសិនជាខាងមុខវាអត់ដំណើរការទៅខាងក្រោយនេះវាដំណើរការវិញកន្លែងបើសិនជា user គាត់វាយពាក្យថា CPU អក្សរធំអញ្ចឹងវានឹងបង្ហាញទិន្នន័យអំពី CPU vertical bar បន្តទៀតបើសិនជា user គាត់វាយ keyword add វានឹងបង្ហាញទិន្នន័យអំពី add ហ្នឹង vertical bar បន្តទៀតបើសិនជា user គាត់វាយពាក្យថា net អញ្ចឹងវានឹងបង្ហាញអំពីIP config ពាក់ព័ន្ធនឹងអ៊ីនធឺណិតឲ្យ show មកឲ្យយើងឃើញ vertical bar បន្តទៀតបើសិនជា user គាត់វាយពី keyboard របស់គាត់វាយតែពាក្យ time អញ្ចឹងវានឹង show អំពី time ដែលយើងនៅក្នុង comment នៅក្នុង Geekbase របស់យើងនឹងអញ្ចឹង vertical bar បន្តទៀតលក្ខខណ្ឌកន្លែងនេះបើសិនជា user គាត់វាយ keyword ដូចតែពាក្យថា RAM គាត់វាយអក្សរតូចមានអក្សរតូចមួយដែលវាយធម្មតាវាអក្សរធំទាំងអស់អញ្ចឹងបើសិនយើងវាយខុសពីហ្នឹងវានឹងshow ថា keyword not found CPU ក៏ដូចគ្នាដែរអញ្ចឹងកន្លែងលក្ខខណ្ឌនេះគឺគេឲ្យវាយអក្សរធំទាំងអស់អញ្ចឹងបើសិនជាគាត់វាយ user វាយខុសពីអក្សរធំមកវាយអក្សរតូចអញ្ចឹងវា keyword not found អញ្ចឹងលក្ខខណ្ឌគឺអក្សរធំទាំងអស់អញ្ចឹងបើសិនជា user គាត់អត់វាយអក្សរធំទេគាត់ទៅវាយអក្សរធំមានលេខអក្សរតូចអញ្ចឹងគឺវាអត់ show ទេវានឹងបង្ហាញថា keyword not found អញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំសូមធ្វើតេស្តបើសិនអំពីលក្ខខណ្ឌរបស់យើងឧទាហរណ៍បើសិនជាខ្ញុំវាយ RAM ខ្ញុំត្រូវវាយអក្សរធំទាំងអស់ទៅវា show ទិន្នន័យអញ្ចឹងអាហ្នឹងគឺវា run តែលក្ខខណ្ឌមួយដោយសារអីយើងប្រើ vertical bar អញ្ចឹងបើសិនជាខាងមុខវាដំណើរការហើយអញ្ចឹងខាងក្រោយប្រមាណនេះក៏អត់ដំណើរការដែរអញ្ចឹងយើងធ្វើតេស្តបន្តទៀតយើងវាយ CPU ឥឡូវខ្ញុំវាយអក្សរធំដំបូងហើយខ្ញុំវាយអក្សរតូចអញ្ចឹងវានឹងបង្ហាញ keyword ថា CPU ហ្នឹងគឺអត់រត់ឃើញទេដោយសារតែយើងវាយអក្សរធំអក្សរតូចតែបើសិនជាយើងវាយអក្សរធំទាំងអស់វានឹងបង្ហាញអំពីទិន្នន័យ CPU យើងមានប៉ុន្មាននៅលើនឹងទាំងអស់ជាងយើងធ្វើតេស្តបន្តទៀតយើងadd សាកតែយើងវាយអក្សរតូចមួយមកគឺវាអត់ចេញឲ្យទេអញ្ចឹង keyword net អញ្ចឹងវានឹង show ពាក់ព័ន្ធទៅនឹង IP config
IP address ហ្នឹងទៅចឹងយើងវាយទៅលើ keyword time អក្សរធំនឹងអស់សាក់យើងវាយអក្សរតូចមួយវានឹងចេញថា not found អញ្ចឹងខ្ញុំបានតេស្តទៅលើ keyword មានដូចជា RAM CPU HDD ហើយនឹង net time ហើយអស់ហើយចឹងខ្ញុំសូមសរុបមកម្ដងទៀតចឹងពី comment echo នេះរហូតមកដល់ semicolon នេះវាពេលយើងរ៉ានមកវានឹងបង្ហាញ system information ជាពណ៌លឿងដែល 33M នេះវាស្មើក្នុងនេះកន្លែងហ្នឹងវាបញ្ជាក់នៃពណ៌លឿងបើសិនយើងដូរលេខវានឹងអាចចេញពណ៌អីផ្សេងហ្នឹងទៅតាម comment របស់យើងវាយចឹងអានេះ key read keyword មានន័យថាបើ keyword យើងវាយអក្សរ RAM អក្សរធំទាំងអស់វានឹងបញ្ចេញទិន្នន័យបើសិនយើងវាយត្រូវទៅបានវាចេញទិន្នន័យតែបើយើងវាយខុសពីអក្សរហ្នឹងវាបញ្ចេញទិន្នន័យទេ CPU ដូចគ្នារហូតមកដល់ time ដែលលក្ខខណ្ឌ recall bar នេះបើសិនជាអាខាងមុខវាដំណើរការហើយចឹងអាខាងក្រោយប្រហែលគឺវាដំណើរការទេចឹងវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណ